ស្វាគមន៍អ្នកទាំងអស់គ្នាតទៅលេងភ្នំឧដុង្គជាមួយនឹងខ្ញុំណាពួកគ្នាថ្ងៃហ្នឹងទៅថ្ងៃហ្នឹងមកអ្នកទាំងអស់គ្នាត្រូវឲ្យជីវិតរបស់យើងរវល់ច្រើនអញ្ចឹងហើយត្រូវឆ្លៀតពេលដើរលេងខ្លាំងចឹងហើយបើមានកម្រងយូរអត់បានទៅនិយាយព្រាមទៅព្រាមតែហ្មងទៅខ្ញុំចេញពីភេកលៀបទៅហ្នឹងប្រហែលជា43គីឡូចឹងណាអ្នកទាំងអស់គ្នាខ្ញុំមើលតាមផែនទីប៉ុន្តែធៀបបើជាស្ដាយខ្ញុំក៏អត់ដឹងដែរអ្នកទាំងអស់គ្នាដោយសារពេលហ្នឹងគឺគេឌុបខ្ញុំមកចឹងទៅខ្ញុំនៅក្រោយខ្ញុំអត់បានឃើញប៉ុន្តែទោះបីជាឌុបខ្លួនឯងក៏ដោយក៏មិនបានមើលគីឡូដែរព្រោះតែមើលតែផ្លូវហ្នឹងអ្នកទាំងអស់គ្នាអូថ្ងៃហ្នឹងទេសភាពស្អាតហើយមានថ្ងៃហ្នឹងទេសភាពស្អាតទេអ្នកទាំងអស់គ្នាថ្ងៃហ្នឹងគឺអាកាសធាតុល្អស័ក្តិសមជាមួយនឹងការដើរលេងខ្ញុំចេញពីសាលាអត់យូរប៉ុន្មានទេអ្នកទាំងអស់គ្នាមកដល់ផ្លូវវាមានឆ្នេះអីចឹងណានិយាយទៅបើសិនបើតាមផ្លូវនឹងជិះទៅមុខទៀតណាគឺមកលុបតិចទៅឆឹងទៅឆើយហ្មងខ្ញុំទៅតែបងខ្ញុំហត់ដងគឺខ្ញុំអាសាជិះនៅតាមផ្លូវវាមានឆ្នេះនឹងខ្លាំងមែនតើតោះមកខ្ញុំក៏ឆ្លងតាមស្ពានគាត់ស្អីចឹងណាអ្នកនរគ្នាដើម្បីឆ្លងទៅកាន់ត្រង់ម្ខាងទៀតទៅតាមផ្លូវជិះលេខ5អ្នកនរគ្នាឃើញថាភ្លឺចេះអីចឹងទៅក៏ប៉ុន្តែខ្យល់បក់ខ្លាំងមែនតើអ្នកនរគ្នាសឹងតែដួលម៉ូតូហើយប៉ុន្តែកូនបើខ្ញុំគាត់ប្រកាសគាត់ទប់ម៉ូតូមិនឲ្យមានបញ្ហាដល់ខ្លួនឯងជាមួយនឹងកូនបងដែលនៅពីក្រោយទេបានទីមកខ្ញុំក៏មកដល់ទីអ្នកភូមិនៅតាមផ្លូវហ្នឹងហើយអ្នកនរគ្នាមកដឹងថានៅកន្លែងហ្នឹងកន្លែងណាទេក៏ប៉ុន្តែរឿងខុនបោដែរហ្នឹងអ្នកនរគ្នាអូអ្នកនរគ្នាឃើញថាទីនេះស្អាតខ្លាំងមែនតើអ្នកនរគ្នាដូច្នេះហើយខ្ញុំត្រូវយក concept នេះយកដាក់ក្នុងទីខ្ញុំតែខ្ញុំអត់ដឹងថាត្រូវបញ្ចូលវាកន្លែងណាទេមិនទៅគឺយើងចូលមកដល់បរិយាភូមិស្រោងណាអ្នកនរគ្នាអូផ្លូវទេសភាពគេស្អាតណាស់អ្នកនរគ្នាត្បិតតែដើមឈើអត់ទាន់លឺរូតលាស់ធំបានច្រើនប៉ុណ្ណាក៏តែយើងអាចទីទុកមុនថានៅថ្ងៃអនាគតទៅនៅតាមផ្លូវហ្នឹងគឺទីចាំលុបទៅឈើទៅឆៃឃើញជួបគេគួរចង់ជិះនៅតាមផ្លូវហ្នឹងខ្លាំងនិយាយមកថាម៉ូតូពីរហ្នឹងគឺបដិញប្រសងគ្នាខ្លាំងមែនទេអ្នកនរគ្នាម្ដងកូនបើខ្ញុំក៏ទៅមុនប៉ុន្តែម្ដងទៀតមិត្តភក្តិខ្ញុំក៏ទៅមុនម្ដងនិយាយពីថាដូចប៉ុណ្ណឹងម៉ូតូនៅតាមផ្លូវសាធារណៈអញ្ចឹងអ្នកនរគ្នាគាត់បាននៅតាមហ្នឹងអត់មានពលីបើសិនមានពលីវិញត្រូវជាប់កូពីរ៉ាយហើយខ្ញុំតែងតែលើពាក្យចាស់លោកពុទ្ធថាព្យាយាមកងបានសម្រេចណាឥឡូវពួកខ្ញុំគឺបានសម្រេចពិតមាគឺពួកខ្ញុំមកដល់ព្រះសិទ្ធិមនីចេះដីអីចឹងណាខ្លងទ្វារដ៏ធំសម្បើមនេះគឺផ្ដោតជាមលុបដ៏តិចសម្រាប់អ្នកដែលធ្វើដំណើរតាមនឹងអីចឹងណាបើសិនមកអ្នកគ្នាចង់ដើរលេងចង់មកកន្លែងនឹងអីចឹងណាអ្នកគ្នាឲ្យទៅឃើញចេះដីនឹងទៅគឺជីចូលតាមច្រកទ្វារនឹងមកគឺអត់ចេះអ្វីទៅណាទេអ្នកគ្នាគឺខ្ញុំឃើញវត្តអីចឹងណាអ្នកគ្នាខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ចូលលេងខ្លាំងមែនទែនប៉ុន្តែដោយសារតែពេលវេលាយើងខ្លីយើងអត់អាចចូលលេងបានទេអ្នកទាំងអស់គ្នាអញ្ចឹងហើយយើងត្រូវតែបញ្ញាប់រួចរាអូនោះឃើញកំពូលភ្នំម្ដងឯនេះកុំតែមែននៅតែយើងឯអ្នកគ្នាបើសិននៅតែយើងអ្នកគ្នាវិញណាគឺយើងត្រូវដល់កៅអឺឲ្យលូតចូលទៅក្នុងទឹកនោះហើយអ្នកគ្នាអូទៅស្រាទឹកនៅតាមអងនំលើឆ្លងខ្លាំងមែនទេអ្នកគ្នាអូនិយាយពីថាអូទេសភាពនឹងឬក៏បរិយាកាសនឹងឬក៏មលុបនឹងបានផ្ដំមលុបដល់ប្រជាជនរបស់យើងឬក៏អ្នកធ្វើតាណាទៅតាមផ្លូវនឹងអញ្ចឹងណាគឺផ្ដំមលុបទៅជើងទៅឆេសម្រាប់ពួកគាត់សម្រាប់ការសម្រាប់លំហែកាយអីចឹងទៅនេះគឺជា concept មួយដែលបើសិនបើយើងធ្វើជាភូមិសាស្ត្រឬក៏ធ្វើជាផ្ទះអីទៅល្មមក៏ដល់ក៏យើងត្រូវការតែទឹកឬក៏ត្រូវការប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រពដំណាំនឹងធ្វើឲ្យផ្ទះយើងមានធាតុត្រជាក់អីចឹងណាអ្នកគ្នាពួកយើងជិះមកតទៀតមកគឺថាចិត្តដល់ភ្នំឧដុង្គនឹងមែនតើណាដោយសារមកយើងឃើញកំពូលនោះដូចនេះហើយអ្នកគ្នាឃើញថាទេសភាពនៅតាមផ្លូវនឹងក៏ពិតជាល្អខ្លាំងមែនតើអ្នកគ្នាគឺថាមានមលុបទៅជើងទៅឆេកឃើញហើយគួរចង់រស់នៅអីចឹងណាអ្នកគ្នានិយាយពីថាមានអ្នកខ្លះគេចង់ធ្វើកុំប្រសាននៅកន្លែងហ្នឹងណាអ្នកគ្នាដូចជាខ្ញុំជាដើមប៉ុន្តែនេះយើងគឺមកដល់ជើងភ្នំឧដុង្គអ្នកគ្នាអូនិយាយពីថាមានមនុស្សច្រើនកកខ្លាំងមែនតើកន្លែងហ្នឹងដូចជាថ្ងៃសៅរ៍ផងថ្ងៃអាទិត្យផងអត់ដឹងទេអ្នកគ្នាប៉ុន្តែរបស់ខ្ញុំច្រើនណាស់អ្នកគ្នាអើយគឺខ្ញុំឃ្លៀងខ្មុំអាំងហើយទៅខ្ញុំក៏បញ្ញាប់ទៅហ្មងនៅពេលដែលមិត្តភក្តិខ្ញុំបបួលអីចឹងណាតែមកខ្ញុំឃើញអីច្រើនទេខ្ញុំចង់ទិញណាអ្នកគ្នាប៉ុន្តែដោយសារខ្ញុំជានិស្សិតក្រីក្រចឹងទៅខ្ញុំក៏អត់បានទិញទេតែបានតែមើលអីចឹងណាអ្នកគ្នាអូនិយាយពីថាដល់ពេលខ្ញុំមកដល់កន្លែងនេះមានអារម្មណ៍ថាដូចជាខ្ញុំកំពុងតែមកការហើយអ្នកដែលស្នាក់នៅកន្លែងហ្នឹងគឺមានអារម្មណ៍ថាដូចជាបងប្អូនយើងអីចឹងណាអ្នកគ្នាហើយមានអ្នកខ្លះគឺគាត់សួរអ្នកតាយំទៅសួរនាំយើងថាតើយើងនឹងមកពីណាមកពីអីចឹងទៅអូហើយអានេះគឺជាមហូបទៅក្នុងខ្លាំងមែនទេអ្នកគ្នាទៅបងឡើយពួកខ្ញុំទិញខ្មុំអាំងជាមួយនឹងមកទៅក្នុងច្រើនពេកចឹងណាអត់ដឹងថាគួរទិញកន្លែងណាទេអញ្ចឹងអាហ្នឹងគឺជាមុខម្ហូបដែលយើងរៀនមកពីផ្ទះស្រាប់អញ្ចឹងហើយយើងក៏ទិញវាតែម្ដងទៅលើណាថាបើសិនបើយើងដើរលេងកុំភ្លេចអសនៅអាឡូនៅពេលដែលយើងមានព្រីឆ្ងាយអញ្ចឹងយើងអាចបញ្ចូលទូរស័ព្ទមកជិតខ្លួនយើងបានអញ្ចឹងណាបើសិនបើអ្នកគ្នាភ្លេចអារោជីវិតរបស់យើងគឺ smartphone ណែគ្នាបន្តមកទៀតពួកខ្ញុំក៏ញ៉ាំហៀបចំញ៉ាំមានមណ្ឌលមានចងឆាមានថ្នាំឆាមានអីចឹងទៅនិយាយថាអូមកម្នាក់គឺសោះស្រោញញញតែម្ដងណាបន្តមកទៀតខ្ញុំក៏ញ៉ាំអីហើយហ្នឹងរៀងអាស៊ីដែរអញ្ចឹងទៅពួកខ្ញុំក៏ឡើងទៅនៅលើភ្នំទៅលើចរា5កាំអ្នកគ្នាមើលទៅនៅមានទាំងបន្ទាត់មានទាំងអីទៅទៀតនៅតែចេញពីសាលាហើយទៅតែម្ដងណាបន្តមកទៀតពួកខ្ញុំដើររៀងឆ្ងាយតិចមកក៏នៅខាងស្ដាំដែរឬក៏នៅខាងឆ្វេងដែរយើងហ្នឹងមានកន្លែងសម្រាប់មួយហើយមានអាងទឹកមានអីចឹងទៅហើយមនុស្សគាត់ទៅថតឡើងហ្នឹងណាហើយម្ដុំហ្នឹងទៀតក៏មានព្រៃប៉ោះជុំវិញដែរថាចាំមលុបទៅចឹងទៅឆៃអញ្ចឹងណាអ្នកគ្នានៅកន្លែងហ្នឹងគឺគេមានដាក់ត្រីដាក់អីចឹងទៅយើងអាចដួលលេងអីប្រដាប់បានទេយើងអត់ដឹងថាទឹកនៅកន្លែងហ្នឹងវាជ្រៅប៉ុណ្ណាទេដូច្នេះហើយប្រុងប្រយ័ត្នផងអ្នកទាំងអស់គ្នាតមកទៀតពួកខ្ញុំឃើញថាកន្លែងនេះគឺជាចំហបហូរទឹកអីចឹងណាអ្នកគ្នាខ្ញុំមិនដឹងថាវាយ៉ាងណាដែរក៏ប៉ុន្តែនេះក៏តាមកណ្ដៅខ្ញុំគឺពិតជាល្អខ្លាំងមែនតើមិនជាទឹកដាក់ឬក៏មានបញ្ហាស្រោតអីនៅតាមចរាហ្នឹងអ្នកគ្នាបន្តមកទៀតពួកខ្ញុំឡើងទៅដល់លើដើម្បីទៅគោរពព្រះចេតិយអីចឹងអ្នកគ្នាហើយទៅពួកខ្ញុំត្រូវដោះប៊ីជើងអត់អនុញ្ញាតឲ្យពាក់ប៊ីជើងឡើងទៅលើហ្នឹង
ងទៀតអ្នកគ្នានិយាយថាក្បាច់រចនានៅខាងលើនឹងគឺខ្ញុំពិតជាស្រឡាញ់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាមានស្រឡាញ់ដើម្បីនេះទេគឺអញ្ចឹងណាអ្នកគ្នានឹងឯងហើយទៅយំកលេមើលទៅកាន់ទេសភាពខាងក្រោមអូពិតជាល្អទៅឈិងទៅឆេខ្លាំងមែនទែនអ្នកទាំងអស់គ្នាគឺថាឃើញហើយទៅចាប់ភ្នែកអីចឹងណាអ្នកគ្នានឹងឯងហើយទៅលេងហើយចង់ទៅលេងទៀតអីចឹងណាអ្នកទាំងអស់គ្នានឹងឯងហើយសារ៉ានេះគឺខ្ញុំស្រឡាញ់នឹងចូលចិត្តខ្លាំងមែនទែនហើយខ្ញុំក៏នឹងបន្ថែមចូលទៅក្នុងផ្ទះវារបស់ខ្ញុំដែរប៉ុន្តែខ្ញុំមិនដឹងថាអាចនឹងបន្ថែមដល់កម្រិតណាទេជំរឿកន្លែងនេះវិញគឺជាដុំរី30ប៉ុណ្ណេះអ្នកទាំងអស់គ្នាអូពិតជាស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាកាលពីមុនខ្ញុំមិនដែលឃើញទេប៉ុន្តែលើកនេះគឺជាលើកទី1អីចឹងណាឃើញហើយមានអារម្មណ៍ថាប្លែកភ្នែកហើយក៏ជាចំណេះដឹងថ្មីៗសម្រាប់ដល់ពួកខ្ញុំយកទៅធ្វើការបន្តដែរអ្នកគ្នាហើយពេលនេះគឺខ្ញុំអត់ទាន់ហ៊ានពាក់វិជ្ជាទេអ្នកគ្នាសូជាដើរលើថ្មលេងឡើងថាដូចដើរលើទឹកអីចឹងណាដែរចើរីទៅព្រោះខ្ញុំអត់សូវដែរទម្លាប់ដើរវិជ្ជាទេអ្នកគ្នាប៉ុន្តែដើរលើកនឹងថាមានដុំថ្មធំៗចឹងយើងក៏ដើរជន់វាអីទៅថាវាអត់មានឈឺចឹងឯងអីចឹងណាអ្នកគ្នានិយាយទៅថាអូហេវហត់អត់ខ្លាំងតែខ្ញុំក៏ដាក់ទៅឈូញ៉ាំអីចឹងជាមួយនឹងសា Oh my god ឈឺខ្លាំងអូសារ៉ាហេថ្ងៃនេះគ្នាបន្តមកទៀតគឺខ្ញុំបានតកឈួននៅឆ្ងាយដល់គ្នាហើយច្រើនទៀតដល់គ្នាអូបន្តមកទៀតខ្ញុំក៏ថតរូបនៅកន្លែងចែកដីនេះទាំងអស់គ្នាចឹងណាដល់គ្នាអូខ្ញុំសូមទោសចំពោះការបញ្ចូលស្លេករបស់ខ្ញុំខ្លាំងមែនទេដល់គ្នាកន្លែងនេះរៀងសប្បាយតិចដោយសារក្មេងអ្នកគ្នាសូមកុំការប្រកាន់អីគ្នាអីណាអ្នកគ្នាអូយសូមអធិស្ឋានខ្លាំងមែនទេបន្តមកទៀតពួកខ្ញុំក៏ឈរនៅកន្លែងហ្នឹងរៀងអស់ថ្ងៃដែរអ្នកគ្នាមិនអត់ថ្ងៃមិនដូចវាអាសៀនចឹងទៅមានរៀងសតុំបាំងពពកអីចឹងណាណាបាត់ជាមួយនឹងប្រសិននឹងជាមួយនឹងចែកដីហ្នឹងគឺល្អខ្លាំងមែនទេអ្នកគ្នាអានេះមិត្តភ័ក្ដិខ្ញុំថាដាំរកាដែរចឹងអ្នកគ្នាហ្នឹងហើយបន្តមកទៀតខ្ញុំក៏ចុះទៅកន្លែងផ្សេងទៀតអ្នកទាំងអស់គ្នាតាមផ្លូវនេះគឺជា concept មួយទៀតទេគឺឆ្វេងស្ដាំហ្នឹងគឺយើងដាក់អុំទឹកចឹងណាมันប្រើជាស្រះធំៗទេគឺគ្រាន់តែជាអាងទឹកអីចឹងដើម្បីដាក់ត្រីដាក់អីចឹងទៅអ្នកគ្នាអូខេអ្នកទាំងអស់គ្នាអាកន្លែងនេះគឺជាដើមផលិតអីចឹងណាអូននិយាយទៅគឺថាកន្លែងហ្នឹងគឺមានអារម្មណ៍ថាត្រជាក់ភ្នែកអីខ្លាំងមកណាស់ទេពេលដែលយើងចូលទៅដល់កន្លែងហ្នឹងមានបញ្ហាស្មុគស្មាញអីចឹងគឺថាបាត់រំសាយអស់តែម្ដងណាបើសិនជាយើងដាក់នៅតាមផ្លូវនៅផ្ទះយើងអីចឹងណាអ្នកគ្នាតែយើងអាចគិតមើលបញ្ហាផ្សេងទៀតអីចឹងណាមុនពេលដែលយើងដាក់អីចឹងអ្នកគ្នាព្រោះខ្លាចមានបញ្ហានៅពេលយប់ព្រលប់ឬក៏យើងអាចនឹងលងទឹកអីចឹងទៅបើសិនបើយើងដាក់ហៀងជ្រៅពេកបន្តមកទៀតពួកខ្ញុំក៏ដល់ពេលដំណើរធ្វើទៅផ្ទះវិញហើយអ្នកគ្នាខ្ញុំពិតជាចង់ទិញអាវ៉ាន់នៅនឹងខ្លាំងប៉ុន្តែខ្ញុំអត់បានទិញទេអ្នកគ្នារសារតែខ្ញុំត្រឡប់ទៅផ្ទះវិញចឹងអ្នកគ្នាដោយសារវារៀងយប់ដែរចឹងខ្លាចទៅដល់ផ្ទះយប់ចឹងណាអ្នកគ្នាបាយសម្រាប់ការទស្សនាបាយ